មនុស្សស្រីដែលរត់លឿនជាងគេបំផុតលើផែនដីចុះចំពោះ Vilma Rodolfo ដែលត្រូវបានចុះឈ្មោះជាមនុស្សស្រីដែលរត់លឿនជាងគេបំផុតនៅលើផែនដីបន្ទាប់ពីនាងបានឈ្នះមេដាយមាសចំនួន3សម្រាប់ការរត់ប្រណាំងនិងរត់បណ្ដាក់អូឡ িম্প ិកនៅក្នុងឆ្នាំ1960នៅទីក្រុងរ៉ូមវិញនោះនាងមិនមានរាងកាយល្អណាស់ណាទេកាលនាងនៅក្មេងនាងគឺជាក្មេងឆាប់ធំមុនអាយុជាកូនទី20នៅក្នុងចំណោមកូន22នាក់នៅក្នុងគ្រួសារហើយជាក្មេងដែលឈឺរហូតនៅអាយុ4ឆ្នាំនាងផងនឹងស្លាប់ដោយសារជំងឺរលាកសួតក្តៅខ្លួនខ្លាំងនិងមានជំងឺពាក់ព័ន្ធទៅនឹងប្រស័យប្រសាទថែមទៀតផងដែលធ្វើឲ្យនាងស្ទើរតែខ្វិនជើងម្ខាងទៅហើយវិជ្ជាបណ្ឌិតបានប្រាប់នាងថាមានសង្ឃឹមតិចណាស់ថាអាចប្រើវាបន្តទៀតបានក្នុងរយៈពេល8ឆ្នាំនាងបានស្វែងរកការព្យាបាលកាយសម្បទារបស់នាងអស់ជាច្រើនវិធីរហូតដល់ចូលដល់អាយុ12ឆ្នាំនាងបានដាក់ឧបករណ៍ផ្អកជើងរបស់នាងរួចចាប់ផ្ដើមដើរជាធម្មតាវិញបើសិនជានិយាយថានេះមិនមែនជាមេរៀនដែលបង្ហាញថាជំនាញកាយសម្បទាអាចអភិវឌ្ឍបានទេនោះតើវាជាអ្វីទៅវិញនាងបានអនុវត្តមេរៀននោះទៅលើកីឡាបាល់បោះនិងរត់ប្រណាំងភ្លាមៗបើទោះបីជានាងចាញ់រាល់ការប្រកួតដែលនាងចូលរួមក៏ដោយបន្ទាប់ពីបានចាប់អាជីពដ៏មិនគួរឲ្យជឿរបស់នាងបាននិយាយថាខ្ញុំគ្រាន់តែចង់ឲ្យគេស្គាល់ថាខ្ញុំគឺជាមនុស្សស្រីដែលខិតខំប្រឹងប្រែងម្នាក់ប៉ុណ្ណោះចុះចំណែកឯ Jackie Joyner Kersee ដែលជាប់ឈ្មោះជាអត្តពលិកស្រីដ៏ពូកែបំផុតនៅសាករាជវិញនៅចន្លោះឆ្នាំ1985ដល់ដើមឆ្នាំ1996នាងបានឈ្នះរាល់ការប្រកួត Hell Talon ដែលនាងចូលរួមអ្វីទៅជាការប្រកួត Hell Talon គឺជាការប្រកួតមួយដែលប្រើរយៈពេល2ថ្ងៃពេញមានព្រឹត្តិការណ៍ចំនួន7ចូលរួមគ្នារួមមានដូចជាការរត់ប្រណាំង100ម៉ែត្រផ្លោះរបម្ដងការលោតកម្ពស់ការចោលលំពែងការរត់ប្រណាំង200ម៉ែត្រការចោលចម្ងាយការចោលដុំដែកនិងការរត់ប្រណាំង800ម៉ែត្រមិនចម្លែកទេដែលអ្នកឈ្នះត្រូវបានគេហៅថាជាមនុស្សស្រីដែលរត់លឿនជាងគេលើផែនដីនៅក្នុងការប្រកួត Joyner Kersee ទទួលពិន្ទុបានខ្ពស់ជាងគេដល់ទៅ6ព្រឹត្តិការណ៍ដែលនេះត្រូវបានគេចារនៅក្នុងប្រវត្តិសាស្ត្រកីឡានិងឯកតកម្មពិភពលោកហើយនាងថែមទាំងបានឈ្នះពានរង្វាន់ពិភពលោកចំនួន2រួមទាំងមេដាយមាសអូឡ িম্প ិកចំនួន2ផងដែរទាំងអស់6ឯណោះបើរាប់ទាំងក្នុងការប្រកួតផ្សេងទៀតតើនាងមានអំណោយផលពីធម្មជាតិឬនាងមានទេពកោសល្យខ្លះដែរប៉ុន្តែនៅពេលដែលនាងទើបតែចាប់ផ្ដើមរត់ប្រណាំងដំបូងនាងជាប់លេខចុងក្រោយគេតែញឹកទេនាងវឹកហាត់កាន់តែយូរនាងរត់បានកាន់តែលឿនប៉ុន្តែនាងនៅតែមិនអាចយកឈ្នះការប្រកួតបានមួយឡើយចុងក្រោយនាងចាប់ផ្ដើមឈ្នះតើមានអ្វីផ្លាស់ប្ដូរទៅនាងបានប្រាប់ថាអ្នកខ្លះប្រហែលជាសន្មតអំពីការប្រែប្រួលរបស់ខ្ញុំថាមកពីដំណោះពូជប៉ុន្តែខ្ញុំគិតថាវាគឺជាលទ្ធផលដែលខ្ញុំទទួលបានពីការដែលវឹកហាត់រាប់ម៉ោងនៅលើទីលានប្រកួតលើទីធ្លាថ្មើរជើងទាំងឡាយនិងលើផ្លូវដើរក្នុងសាលាទៅវិញទេក្នុងការចែករំលែកអាថ៌កំបាំងនៃភាពជោគជ័យដែលចេះតែបន្តទៅមុខរបស់នាងបានប្រាប់ថានៅពេលដែលមើលឃើញពីភាពរីកចម្រើនរបស់ខ្ញុំមានថាមពលមួយដែលបានលើកទឹកចិត្តនិងធ្វើឲ្យខ្ញុំរំភើបចិត្តជាខ្លាំងគឺថាមពលនោះហើយដែលបាននាំឲ្យខ្ញុំនៅមេដាយអូឡ িম্প ិកចំនួន6និងការបំបែកឯកតកម្មពិភពលោកចំនួន5ដងហើយវាគឺជាអ្វីដែលខ្ញុំរំពឹងចង់បានតាំងពីនៅរៀនអនុវិទ្យាល័យទើបតែចាប់ផ្ដើមចូលប្រកួតរត់ប្រណាំងមកម្លេះមេដាយចុងក្រោយពីររបស់នាងពានរង្វាន់ពិភពលោកមួយនិងមេដាយអូឡ িম্প ិកមួយបានមកខណៈពេលដែលនាងកើតជំងឺហឺតនិងកំពុងតែមានរបួសកន្លាក់ជើងយ៉ាងធ្ងន់ធ្ងរវាមិនមែនចេញពីទេពកោសល្យធម្មជាតិទេគឺវាបានមកពីផ្នត់គំនិតនោះឯងអំណោយផលពីធម្មជាតិមិនត្រូវការខិតខំប្រឹងប្រែងឡើយតែអ្នកដឹងទេថាមានម្ដងនោះគ្រប់គ្រាជឿយ៉ាងមុតមមថាអ្នកមិនអាចฝึกហាត់កាយសម្បទារបស់អ្នកដើម្បីលេងហ្គោលបាននោះទេហើយប្រសិនបើអ្នកបង្កើនកម្លាំងរបស់អ្នកនឹងមិនអាចវាយត្រូវគោលគោលឡើយរហូតដល់ Tiger Woods បានយកឈ្នះរាល់ការប្រកួតរបស់គាត់ដោយការប្រើយុទ្ធសាស្ត្រខិតខំប្រឹងប្រែងនិងទម្លាក់នៅក្នុងការហ្វឹកហាត់កណ្ដាប់ដៃរបស់គាត់ទើបអាចផ្លាស់ប្ដូរជំនឿនោះចេញបានតាមបរិបទសង្គមខ្លះបុគ្គលដែលព្យាយាមលើសពីទេពកោសល្យធម្មជាតិរបស់គេតាមរយៈការហ្វឹកហាត់មិនត្រូវបានគេឲ្យតម្លៃឡើយអ្នកគួរតែទទួលស្គាល់ពីកន្លែងដើមរបស់អ្នកដែលប្រកាន់ទំនៀមទម្លាប់ទាំងនេះប្រកាសជាមិនពេញចិត្តឡើយ Maryville ហើយវាគឺជាអ្នកលេងបែបបលដែលចង់ខ្លាចទៅជាអ្នកចូលរួមប្រកួតខ្នាតធំនៅកំឡុងឆ្នាំ1950ដល់ឆ្នាំ1960បញ្ហារបស់គាត់គឺការសុទ្ធ
របស់គាត់មិនទាន់បានល្អគ្រប់គ្រាន់ឡើយដូច្នេះហើយទើបក្រុម Dodger បានចុះហត្ថលេខាដកគាត់ឲ្យទៅក្រុមប្រកួតខ្នាតតូចវិញគ្រានោះគាត់បានប្រកាសទៅកាន់មិត្តរួមក្រុមទាំងអស់យ៉ាងមានមោទនភាពថាក្នុងរយៈពេល2ឆ្នាំខ្ញុំនឹងទៅ Brooklyn ប្រកួតជាមួយ Jackie Robinson ឲ្យបានគាត់គិតខុសហើយផ្ទុយពីការស្មានទុកបែបសុទិដ្ឋិនិយមរបស់គាត់និងការវឹកហាត់យ៉ាងសស្រាំជារៀងរាល់ថ្ងៃគាត់បានប្រែទៅជាខ្សោយជាងមុនទៅវិញនៅក្នុងការប្រកួតរយៈពេល7ឆ្នាំកន្លងមកនេះនៅពាក់កណ្ដាលឆ្នាំទី8អ្នកគ្រប់គ្រងក្រុមបានធ្វើការស្នើសុំបើកការប្រកួតហើយបានប្រាប់វិញថាអ្នកបានអង្គុយលេងអស់រយៈពេល7ឆ្នាំកន្លះហើយប្រកួតទៅវាមិនខានអីទេក្រោយមកមិនយូរប៉ុន្មាននៅពេលដែលសមាជិកDodger មួយរូបបានបាក់ម្រាមជើងទៅWill ត្រូវបានគេហៅត្រឡប់ទៅក្រុមធំវិញនេះគឺជាឱកាសរបស់គាត់ហើយការវាយបាល់របស់គាត់នៅមិនទាន់ល្អគ្រប់គ្រាន់តែគាត់មិនទាន់បោះបង់ទេគាត់ទៅរត់ទៅរកជំនួយពីគ្រូបង្វឹកទី1ពួកគេបានធ្វើជាការជាមួយគ្នា2ទៅ3ម៉ោងនៅក្នុងមួយថ្ងៃបន្ថែមពីលើការវឹកហាត់រាល់ថ្ងៃរបស់វិញលទ្ធផលនៅតែមិនទាន់បានល្អដដែលសូម្បីតែវិញដែលចិត្តរឹងដូចថ្មនោះក៏ត្រៀមខ្លួននឹងបោះបង់ទៅហើយដែរប៉ុន្តែលោកគ្រូបង្វឹកមិនអនុញ្ញាតឲ្យគេឈប់ទេឥឡូវនេះម៉ាស៊ីនបានបញ្ជាឲ្យវិញត្រូវតែធ្វើការផ្នែកចិត្តគំនិតរបស់គេឲ្យបានកាន់តែបានគាត់បានចាប់ដើមវាជាមួយនឹងល្បឿនដ៏លឿនគាត់បានចាប់ដើមរកគ្រាប់បាល់បានខ្លះហើយគាត់រៀនពីការគប់របស់អ្នកគប់បាល់ដែលជាគូបដិបត្តិរបស់គាត់ហើយបានរកឃើញថាពេលណាដែលអាចឲ្យគាត់រកពិន្ទុបានគាត់បានអភិវឌ្ឍយ៉ាងលឿនគាត់ចេះបោះបាល់ទៅយ៉ាងពេញកម្លាំងនិងចំចំណុចល្អការទប់បាល់របស់គាត់ចាប់ផ្ដើមធ្វើឲ្យរំខានដល់ដៃគូហើយឯការគប់បាល់របស់គាត់ក៏កាន់តែធ្វើបានល្អជាងមុនដែរវាបានធ្វើឲ្យអ្នកគ្រប់គ្រងរំភើបញាប់ញយជាខ្លាំងWill បានបំបីឯកតកម្មរបស់ទីគោបសម្រាប់ការដណ្ដើម Stolen Base ដែលជាឯកតកម្មគ្មាននរណាអាចបំបីបានរយៈពេល47ឆ្នាំក្រោយហេតុផលនោះគាត់ត្រូវបានគេបោះឆ្នោតជាកីឡាករដ៏ពូកែបំផុតមួយនៅក្នុងការប្រកួតថ្នាក់ជាតិ IQ ផ្នែកកីឡាអាចនិយាយបានថាពិភពកីឡាតម្រូវឲ្យអ្នកយល់ពីទំនាក់ទំនងរវាងការវឹកហាត់និងការអភិវឌ្ឍរវាងការគិតនិងការធ្វើសកម្មភាពហើយខ្ញុំនិយាយពីរឿងមានទេពកោសល្យឬកាយសម្បត្តិល្អពីធម្មជាតិទៅវិញមនុស្សស្ទើរតែគ្រប់គ្នាមិនបានយល់ពីវានោះឡើយប្រហែលជាវាក៏ដូចជាអ្វីដែល Michael Gladwell បាននិយាយហើយគឺដោយសារតែមនុស្សឲ្យតម្លៃទៅលើអំណោយផលពីធម្មជាតិជាងការវឹកហាត់សមត្ថភាពបន្ថែមគាត់បាននិយាយថាតាមទំនៀមទម្លាប់របស់យើងតាំងពីដើមមកយើងគោរពទៅលើទេពកោសល្យពីធម្មជាតិជាងការខិតខំប្រឹងប្រែងនិងអភិវឌ្ឍខ្លួនរបស់បុគ្គលយើងចូលចិត្តគិតថាអ្នកដែលទទួលជ័យជំនះឬវីរបុរសនៅក្នុងចិត្តយើងគឺជាមនុស្សដែលកើតមកមានភាពខុសប្លែកពីយើងរាល់គ្នាយើងមិនបានគិតថាពួកគេគឺជាជនសាមញ្ញដែលអភិវឌ្ឍឲ្យទៅជាជនលើសសាមញ្ញនោះឡើយហេតុអីក៏មិនគិតអញ្ចឹងចំពោះខ្ញុំវាពិតជាអស្ចារ្យណាស់ទោះបីជាអ្នកជំនាញជាច្រើនចង់ដឹងអំពីទូនាទីនៃគំនិតរបស់មនុស្សក៏ដោយពួកគេនៅតែបន្តអាងថាអ្វីដែលសំខាន់គឺទេពកោសល្យធម្មជាតិដដែលវាធ្វើឲ្យខ្ញុំនឹកឃើញដល់គ្រាដែលខ្ញុំបានអានអត្ថបទមួយស្ដីអំពី Marshall Falk ជាកីឡាករបាល់ទាត់ម្នាក់នៅក្នុងក្រុម Los Rams Falk គឺជាកីឡាករទី1ដែលបានទទួលស្ថិតិនៃការបណ្ដាបាល់និងទទួលបានបញ្ចូលគ្នាចំនួន 2000 នៅក្នុង4រដូវកាលជាប់ៗគ្នាអត្ថបទដែលនិយាយអំពីជំនាញដ៏អាថ៌កំបាំងរបស់ Falk ដែលការគេអាចដឹងពីទីតាំងរបស់កីឡាករទាំងអស់នៅក្នុងទីលានប្រកួតមិនថាទោះបីជាកីឡាករទាំង22នាក់ស្ថិតនៅក្នុងទីតាំងខុសគ្នាឬមានអ្នកខ្លះដួលក៏ដោយនោះត្រូវបានសរសេរឡើងនៅយុគមុនថ្ងៃប្រកួតធំ Super Bowl នៅឆ្នាំ2002គេមិនត្រឹមតែដឹងថាពួកគេនៅទីណានោះទេគេថែមទាំងដឹងថាពួកគេទាំងនោះកំពុងធ្វើអ្វីហើយគិតចង់នឹងធ្វើអ្វីថែមទៀតផងយោងទៅតាមសម្ដីរបស់មិត្តរួមក្រុមគេមិនដែលទីខុសឡើយពិតជាមិនគួរឲ្យជឿសោះតែគេធ្វើបានដោយរបៀបមិនទៅFalk បានប្រាប់ថាគាត់បានចំណាយពេលអស់ជាច្រើនឆ្នាំដើម្បីមើលបាល់ទាត់នៅវិទ្យាល័យគាត់សុខចិត្តធ្វើជាអ្នកលក់ភេសជ្ជៈតាមកន្លែងប្រកួតបាល់ដែលជាការងារគាត់ស្អប់ជាខ្លាំងព្រោះតែសម្បីតែមើលការប្រកួតបាល់ទាត់ស្តង់ដារគេគណៈពេលដែលគាត់កំពុងមើលគាត់តែសួរខ្លួនឯងថាហេតុអ្វីបានជាគេដណ្ដើមបាល់បែបនេះហេតុអ្វីក៏គេសុទ្ធរបៀបនេះហេតុអ្វីក៏គេធ្វើបែបនោះហេតុអ្វីក៏គេធ្វើបែបនេះ
Paul និយាយថាគឺសំណួរទាំងនោះហើយដែលធ្វើឲ្យខ្ញុំមកពាក់ព័ន្ធនៅក្នុងវិស័យបាល់ទាត់លើសពីពាក្យស៊ីជម្រៅទៅទៀតនៅក្នុងនាមជាអ្នកអាជីពម្នាក់គាត់មិនដែលបញ្ចប់ការសួរហេតុអ្វីនិងការស្ទង់មើលការលេងក្នុងពេលប្រកួតនោះទេ Paul យល់ឃើញច្បាស់ថាជំនាញរបស់គាត់គឺជាផលិតផលនៃការចង់ដឹងចង់ឮនិងការរៀនមិនចេះចប់របស់គាត់តើកីឡាករទាំងឡាយនិងគ្រូបង្វឹកយល់យ៉ាងណាដែរគឺយល់ថាវាមកពីអំណោយផលពីធម្មជាតិមិត្តរួមក្រុមគាត់ដែលមានបទពិសោធន៍យូរឆ្នាំបាននិយាយថា Marshall មាន IQ ខ្ពស់នៅក្នុងការបាល់ទាត់ខ្ពស់ជាងគេបំផុតនៅក្នុងចំណោមកីឡាករដទៃទៀតដែលខ្ញុំធ្លាប់លេងជាមួយមិត្តរួមក្រុមផ្សេងទៀតបានរៀបរាប់អំពីសមត្ថភាពពិសេសរបស់គាត់ក្នុងការអាចដឹងអំពីការរៀបខ្សែការពារយ៉ាងល្អឥតខ្ចោះថាអំណោយផលនៃអ្នកប្រាជ្ញដោយការគោរពចំពោះជំនាញជាច្រើនរបស់គេគ្រូបង្វឹកបានយល់ថាវាត្រូវការភាពឆ្លាតវៃយ៉ាងខ្លាំងនៅក្នុងផ្នែកទាត់បាល់នេះដើម្បីអាចធ្វើរឿងបែបនោះទៅបានអត្តចរិតជាអ្នកកីឡាយ៉ាងណាមិញបើគ្មានបុគ្គលណាដែលមានដងពីកំណើតពីកីឡាករណាដែលមានទេពកោសល្យតាំងពីដើមមកទេឬមានគឺដូចជាចំពោះ Billy Bean និង John McEnroe នោះឯងពេលខ្លះវាដូចជាការដាក់ទំនាយយ៉ាងដូចនេះដោយការសរសើរអំពីទេពកោសល្យរបស់គេនិងពីការខិតខំប្រឹងប្រែងតិចតួចបំផុតដែលគេត្រូវការធ្វើឬពង្រឹងខ្លួនគេពួកគេបានធ្លាក់ចូលទៅក្នុងមាត់ទទេបានយ៉ាងងាយ Bruce Jenner ជាម្ចាស់មេដាយមាសអូឡ িম্প ិកឆ្នាំ1976នៅក្នុងការប្រកួត Decathlon ការប្រកួតមួយមាន10ព្រឹត្តិការណ៍បាននិយាយថាគុំតែខ្ញុំមានជំងឺ dyslexia ដំណើរការមានភាពលំបាកនៅក្នុងការប្រកបពាក្យនិង remember ពាក្យខ្ញុំប្រហែលជាមិនអាចទទួលបានជ័យជំនះឡើយបើសិនបើខ្ញុំអាចអានបានល្អជាងនេះអ្វីៗប្រកបជាងាយស្រួលមិនខានកីឡាប្រកបជាមានភាពងាយស្រួលសម្រាប់ខ្ញុំអញ្ចឹងខ្ញុំមិនបាច់ខំប្រឹងក៏បានហើយពេលនោះខ្ញុំនឹងគ្មានផ្លូវអាចដឹងថាវិធីដែលនាំអ្នកទៅមុខនៅក្នុងដំណើរជីវិតគឺការខិតខំប្រឹងប្រែងនោះទេអ្នកដែលមានអំណោយផលពីធម្មជាតិបានពុំនាំមកជាមួយនឹងអារម្មណ៍គិតថាខ្លួនគេអស្ចារ្យលើអ្នកដទៃគេមិនរៀនពីរបៀបខិតខំធ្វើការឬរបៀបដោះស្រាយជាមួយនឹងការបរាជ័យឡើយនេះគឺជារឿងរបស់ Pedro Martin អ្នកចាប់បាល់ដ៏ពូកែដែលបានចូលក្រុម Billboard ដ៏ល្បីរបស់អាមេរិក Boston Red Sox បានធ្វើបាបខ្លួនឯងនៅពេលដែលក្រុមរបស់គេត្រូវការគេបំផុតប៉ុន្តែនៅមានបញ្ហាដែលធំជាងនេះទៅទៀតនោះគឺបញ្ហាអត្តចរិតក្រុមនៃអ្នកសរសេរអត្ថបទកីឡាមួយពីកាសែត The New York Times និង The Boston Globe ចាត់ចែងអំពីតំបន់ Delta ឆ្ពោះទៅ Boston ខ្ញុំក៏អញ្ចឹងដែរពួកគេបំណងទៅចូលរួម Game 3ប្រកួតវគ្គចម្រុះរកអ្នកឈ្នះនៃការប្រកួតខ្នាតធំ American League Playoff Series រវាងក្រុម New York Yankees និង Boston Red Sox ពួកគេនាំគ្នានិយាយអំពីរឿងកីឡាប៉ុន្មានពីរឿងកីឡាករដែលមានអត្តចរិតជាអ្នកកីឡាតែអ្នកនិពន្ធមកពី Boston មិនសូវជាយល់ស្របប៉ុន្មានទេដែលថាក្រុម Yankees មានអត្តចរិតជាអ្នកកីឡានោះនិយាយពីបញ្ហាផ្សេងទៀតពួកគេបាននៅអ្វីដែលក្រុម Yankees បានធ្វើជាមួយក្រុម New York កាលពី2ឆ្នាំមុនកាលនោះគឺខែតុលាឆ្នាំ2001ក្រុម New York មិនអាចទៅមុខទៀតទេមុខរួចត្រឹមថ្ងៃទី11ខែកញ្ញាខ្ញុំក៏នៅទីនោះដែរពួកយើងបានបាក់ទឹកចិត្តជាខ្លាំងយើងត្រូវការក្តីសង្ឃឹមខ្លាំងទីក្រុងទាំងមូលត្រូវការYankeesដើម្បីឆ្លងទៅដល់ការប្រកួតលំដាប់ពិភពលោកប៉ុន្តែក្រុមYankeesលែងទៅមុខរួចទៀតហើយពួកគេរងរបួសនិងហត់នឿយជាពន់ពេកមើលទៅគ្មានសល់កម្លាំងប្រហែលអ្វីទេពេលនោះខ្ញុំក៏មិនដឹងថាពួកគេបានអ្វីពីណាមកដែរគេបានផ្ដួលក្រុមមួយហើយមួយទៀតហើយការឈ្នះនីមួយៗបានធ្វើឲ្យពួកយើងរស់រានឡើងវិញរូបជ័យជំនះធ្វើឲ្យយើងមានសង្ឃឹមឡើងវិញសម្រាប់អនាគតខាងមុខនេះដោយបានបំពេញនូវធម៌ពលដ៏ខ្លាំងក្លាដែលទទួលបានអំពីអំណាចនៃការបួងសួងរបស់យើងពួកគេក៏បានទទួលជ័យជំនះនៅក្នុងការប្រកួតខ្នាតធំ American League East បន្ទាប់មកពួកគេក៏បានជួបប្រកួតបន្តលំដាប់ពិភពលោកដែលគេបានរត់យ៉ាងអង់អាចហើយសឹងតែអាចយកជ័យជំនះនៅក្នុងស្ថានភាពដ៏លំបាកនោះបានគ្រប់គ្នាស្អប់Yankeesជនជាតិអាមេរិកដែលនៅភាគឦសាននៃសហរដ្ឋអាមេរិកវាគឺជាក្រុមដែលប្រទេសទាំងមូលបានប្រឆាំងបំពេញចិត្តខ្ញុំធំឡើងមកក៏ស្អប់Yankeesដែរប៉ុន្តែបន្ទាប់ពីនោះមកខ្ញុំស្រឡាញ់ពួកគេហើយនេះគឺជាអ្វីដែលអ្នកនិពន្ធចង់និយាយអំពីអត្តចរិតជាអ្នកកីឡាអ្នកសរសេរ
អត្ថបទកីឡាបាននិយាយថាពាក្យថាអត្តចរិតជាអ្នកកីឡាពួកគេទើបតែយល់នៅពេលដែលពួកគេបានឃើញវាគឺជាសមត្ថភាពដែលស្ថិតនៅទីលានស៊ីជម្រៅនៅក្នុងចិត្តដែលអ្នកត្រូវជីកកកាយកម្លាំងដ៏ខ្លាំងក្លានេះនៅពេលដែលមានបញ្ហាជាច្រើនកំពុងតែប្រយុទ្ធប្រឆាំងជាមួយអ្នកនៅថ្ងៃបន្ទាប់ Pedro Martin អ្នកចាប់បាល់ប៊ូសុនដែលស្រវាំងភ្នែកនិងតោកយ៉ាយ៉ាងជាខ្លាំងបានបង្ហាញឲ្យមនុស្សគ្រប់គ្នាបានឃើញថាអ្វីទៅគឺជាអត្តចរិតនៃអ្នកកីឡាដោយការសម្ដែងចេញនៅអ្វីដែលមិនមែនជាអត្តចរិតនៃកីឡាទាល់តែសោះគ្មាននរណាដែលចង់បានជ័យលាភីការប្រកួតការធំអាមេរិកនេះជាងក្រុម Boston Red Sox នោះទេពួកគេមិនបានឈ្នះដល់លំដាប់ពិភពលោកអស់រយៈពេល85ឆ្នាំហើយតាំងពីត្រូវបណ្ដាសា Bambino មកម្លេះគឺចាប់តាំងពីម្ចាស់ក្រុម Henry Francis បានលក់កីឡាករ Baby Ruth ទៅឲ្យក្រុមYankees ដើម្បីតម្រូវការហិរញ្ញវត្ថុសម្រាប់កម្មវិធី Broadway Show ជាកម្មវិធីសម្ដែងមួយរបស់ Broadway Theater ដែលត្រូវបានគេចាក់បង្ហាញនៅក្នុងរោងល្ខោនចំនួន40កន្លែងដែលមានកន្លែងអង្គុយចាប់ពី500ឡើងទៅមកម្លេះវាយ៉ាងគ្រប់គ្រាន់ហើយដែលគាត់បានលក់កម្ពុជាអ្នកចាប់បាល់ដៃឆ្វេងដ៏ចំណាននៅក្នុងវិស័យបែបបនោះតែដែលសំខាន់គឺគាត់លក់គេទៅឲ្យគូបដិបត្តិរបស់គាត់ក្រុម Yankee បានបន្តត្រួតត្រាទៅលើវិស័យ baseball ពួកគេបានយកឈ្នះការប្រកួតលំដាប់ពិភពលោករាប់ម្ដងខណៈពេលដែលក្រុម Woodson បានចូលរួមក្នុងការប្រកួតពិភពលោកចំនួន4ដងនិងប្រកួតជាចម្រុះ Play-off ប៉ុន្មានដងប៉ុន្តែចាញ់រហូតហើយគេតែងតែចាញ់ដោយក្តីសង្ស័យបំផុតពួកគេខិតខំយ៉ាងស្វិតស្វាញរហូតជិតទទួលបានជ័យជំនះទៅហើយបែរជារលាយខ្សោយទៅវិញចុងបញ្ចប់នៅសល់ឱកាសចុងក្រោយមួយទៀតដែលពួកគេអាចទប់ទល់ទៅនឹងពាក្យទំនាយក៏ដូចជាចូលឈ្នះទៅលើដៃគូរបស់គេបានបើសិនបើគេឈ្នះពួកគេនឹងអាចឈានទៅដល់ការប្រកួតលំដាប់ពិភពលោកហើយ Yankee ប្រកាសជាបានដេកផ្ទះជាមិនខាន Pedro Martin គឺជាក្តីសង្ឃឹមនៃបុគ្គលរបស់ពួកគេទើបតែចូលទៅដល់រដូវកាលប្រកួតថ្មីគេបានប្រតិចផ្ដាសាត្រឡប់ទៅពាក្យទំនាយនោះវិញប៉ុន្តែបន្ទាប់ពីបានលេងយ៉ាងល្អក្នុងការប្រកួតរួច Martin បានបាត់បង់ជំហររបស់គេហើយក៏ដួលភ្លាមៗតែគេបានធ្វើអ្វីដែរគេបានគប់បាល់ត្រូវអ្នកវាយបាល់ម្នាក់ Karim Garcia គម្រាមចង់វាយមនុស្សម្នាក់ទៀតលោក George Posada អ្នកចាប់បាល់ម្នាក់ហើយបានច្រានឲ្យបរិសុទ្ធអាយុ72ឆ្នាំម្នាក់ដួលទៅនឹងដី Don Zimmer គ្រូបង្វឹកក្រុង Yankee បើតាមអ្នកនិពន្ធ New York Times លោក Jackie Curry បានសរសេរថាយើងដឹងថាយើងនឹងបានឃើញ Pedro ជួបជាមួយនឹង Roger Clemens ជាកីឡាករ baseball ដែលមានរហស្សនាមថាកំជ្រួចគាត់ជាអ្នកវាយបាល់ដំបូងគេដែលទទួលបានពានរង្វាន់ Cy Young ចំនួន7នៅថ្ងៃដ៏គួរឲ្យ remember មួយនៅទីលានប្រកួត Fenway Park ប៉ុន្តែគ្មានអ្នកណារំពឹងថាបានឃើញ Pedro ប៉ះជាមួយនឹង Garcia, Pedro ប៉ះជាមួយនឹង Posada ឬ Pedro ប៉ះជាមួយនឹង Zimmer ឡើយសម្បីតែអ្នកកសែត Boston ក៏ស្លាំងខាងដែរលោក Dan Shaughnessy មកពីសារព័ត៌មាន The Globe មកសួរថារវាងអ្នកទាំងនេះតើអ្នកជ្រើសរើសមួយណាអ្នកគ្រប់គ្រង Red Sox ឬក៏ Roger Clemens បុគ្គលដែលរក្សាភាពអត់ធ្មត់និងអកប្បកិរិយានឹងងដូចជាអ្នកអាជីពដែលបានយកឈ្នះការប្រកួតឲ្យក្រុមនេះឬមួយក៏ Martin ដែលជាក្មេងដែលបានវាយបរិម្នាក់ក្រោយចាញ់ការប្រកួតទាំងជាមនុស្សតែម្នាក់ដែលហ៊ានប្រើកាយវិការប្រមាថលោក George Posada ដែលជាអ្នកចាប់បាល់របស់ក្រុម Yankee នៅក្នុងន័យគម្រាមថាអ្នកបន្ទាប់គឺលោកឯងនឹងហើយលោកវិញអ្នកគ្រប់គ្រងរបស់ Red Sox មិនចង់គិតឡើយថា Martin ការយប់ថ្ងៃសៅរ៍នោះធ្វើឲ្យគេអាម៉ាស់មុខដល់ថ្នាក់ហ្នឹងនិងបានធ្វើឲ្យអាប់អោនដល់វិស័យ baseball ថែមទៀតគេមិនខ្វល់ទេសំខាន់គេគឺ Pedro Martin ហើយគេអាចងារជាអ្នកជួមុខរបស់ Red Sox តើអាចមានគ្រាណាមួយដែល Martin ក្រោកឈរឡើងហើយសារភាពថារូបគេខុសដែរឬទេដូចជា Billy Beane អញ្ចឹងដែរ Pedro Martin មិនដឹងថាត្រូវទ្រាំនឹងការខូចចិត្តដោយរបៀបណាមិនដឹងថាត្រូវកែច្នៃការបរាជ័យមួយពេលឲ្យខ្លះទៅជាជ័យជំនះវិញដោយរបៀបណាឡើយ Billy Beane ក៏ដូចគ្នាគេមិនអាចសារភាពកំហុសហើយរៀនពីវានោះទេពីព្រោះគេជ្រើសរើសយកការចេះកំហឹងដែលមាននៅក្នុងខ្លួន
ជាជាងការធ្វើអ្វីមួយដើម្បីជួយក្រុមយ៉ាងគីឲ្យឈ្នះការប្រកួតហើយបន្តយកជ័យជំនះនៅក្នុងការប្រកួតវគ្គជម្រុះ Play-off ទៅវិញអ្នកសារព័ត៌មានកីឡាទាំងឡាយនៅលើយន្តហោះបានយល់ស្របថាអត្តចរិតគឺកំណត់អ្វីគ្រប់យ៉ាងប៉ុន្តែគេសារភាពថាពួកគេក៏មិនដឹងដែរថាតើវាកើតមកពីណាតែឥឡូវនេះខ្ញុំគិតថាយើងមានអត្តចរិតបែបណាគឺកើតចេញអំពីផ្នត់គំនិតនោះឯងពេលនេះយើងដឹងថាមានផ្នត់គំនិតមួយដែលធ្វើឲ្យបុគ្គលម្នាក់ជាប់សំណាញ់នឹងទេពកោសល្យនិងចំណុចពិសេសរបស់គេនៅពេលដែលមានបញ្ហាកើតឡើងពួកគេនឹងបាត់បង់ការផ្ចង់អារម្មណ៍និងសមត្ថភាពរបស់គេហើយនៅក្នុងករណីនេះវាមិនត្រឹមតែជារឿងរបស់គេម្នាក់នោះទេតែវាជាក្តីសង្ឃឹមរបស់ក្រុមទាំងមូលក៏ដូចជាអ្នកគ្រប់គ្រងផងដែរដែលគេបានដាក់វាឲ្យធ្លាក់ក្នុងហានិភ័យយើងក៏ដឹងផងដែរថាមានផ្នត់គំនិតមួយទៀតដែលអាចជួយបុគ្គលម្នាក់ឲ្យហ៊ានប្រឈមមុខទៅនឹងការបរាជ័យចង្អុលប្រាប់ពួកគេពីយុទ្ធសាស្ត្រល្អៗហើយនាំពួកគេឲ្យធ្វើសកម្មភាពដោយការយកចិត្តទុកដាក់បំផុតចប់សិនរឿងនេះមិនទាន់ចប់ទេមួយឆ្នាំក្រោយមកក្រុម Red Sox និង Yankees បានជួបតទល់គ្នាម្ដងទៀតក្រុមណាដែលឈ្នះការប្រកួត4នៅក្នុងចំណោមការប្រកួតទាំង7ក្រុមនោះនឹងក្លាយទៅជាម្ចាស់ពានរង្វាន់ American League ហើយនឹងអាចបន្តទៅដល់ការប្រកួតលំដាប់ពិភពលោក Yankees បានយកឈ្នះហើយលើការប្រកួត3លើកដំបូងហើយស្ថានភាពដ៏គួរឲ្យអាម៉ាស់របស់ Boston ក៏កើតឡើងម្ដងទៀតប៉ុន្តែនៅឆ្នាំនោះ Boston បានចាប់ផ្ដើមនឹងភាពរអិលរទាំនៃការល្បីរបស់ពួកគេបានប្តូរកីឡាករល្បីម្នាក់ចេញហើយយកកីឡាករម្នាក់ដែលគ្មានអ្នកណាចង់បានទាល់តែសោះចូលមកវិញហើយបានបន្លយសារថានេះគឺជាក្រុមកីឡាមិនមែនក្រុមចម្រៀងទេយើងត្រូវខិតខំប្រឹងប្រែងឲ្យខ្លាំងដើម្បីជួយគ្នាទៅវិញទៅមកការប្រកួត4លើកចុងក្រោយបានធ្វើឲ្យ Red Sox ក្លាយទៅជាម្ចាស់ពាន American League ហើយបន្ទាប់មកក៏ក្លាយទៅជាម្ចាស់ពានពិភពលោកទៀតនេះគឺជាលើកទី1ចាប់តាំងពីឆ្នាំ1904មកដែល Boston អាចព្រួយ Yankees នៅក្នុងការប្រកួតយកពានបានវាបានបង្ហាញពីរឿងពីរគឺទី1ភាពទំនាយបណ្ដាសានោះគឺត្រូវបានបញ្ចប់ហើយឯទី2គឺអត្តចរិតជាយើងអាចរៀនបានបន្ថែមទៀតអំពីអត្តចរិតយើងក្រឡេកមើលពីអ្នកជាន់ខ្ពស់មកវិញជាមួយនឹងលោក Pete Sampras និងផ្នែកគំនិតរីចម្រើនក្នុងឆ្នាំ2000 Sampras នៅ Will Blamdon ខិតខំព្យាយាមជាខ្លាំងដើម្បីជ័យជំនះការប្រកួត Tennis Grand Slam លើកទី13ប្រសិនបើគាត់ឈ្នះគាត់នឹងអាចបំបែកឯកតកម្មរបស់ Roy Emerson សម្រាប់ការយកឈ្នះបាន12លើកនៅក្នុងការប្រកួតលំដាប់កម្ពុជាជាច្រើនទោះបីជា Sampras អាចឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រក៏ដោយគាត់ធ្វើមិនសូវបានល្អប៉ុន្មានទេនៅក្នុងការប្រកួតហើយក៏មិនមានគំនិតសុទ្ធនិយមចំពោះការប៉ះជាមួយនឹងដៃគូក្មេងយ៉ាងខ្លាំងដូចជា Patrick Rafter ដែរ Sampras បានចាញ់នៅក្នុងវគ្គទី1រួចទំនងនឹងចាញ់នៅវគ្គទី2ទៀតគាត់ធ្លាក់ដល់ពិន្ទុ4-1នៅក្នុងតារាងប្រកាសលទ្ធផលគាត់បាននិយាយថាខ្ញុំមានអារម្មណ៍ពិបាកតាមទាន់គេណាស់តែ George McEnroe បានធ្វើអ្វីខ្លះតើ Pedro Martin បានធ្វើអ្វីខ្លះចុះ Sampras កំពុងតែធ្វើអ្វីដែរដោយដែលលោក William Roden បានលើកឡើងថាគេនោះបានស្វែងរកឯកសារយោងនានាដែលអាចជួយឲ្យគេសម្រេចជោគជ័យបាន Sampras និយាយថាបើអ្នកសញ្ជឹងគិតចង់ផ្លាស់ប្ដូរលទ្ធផលដែលអ្នកបានចាញ់នៅក្នុងការប្រកួតវគ្គដំបូងចូលត្រឡប់មកដាក់ចិត្តលើការប្រកួតវិញហើយខំប្រឹងយកឈ្នះនៅ3វគ្គបន្ទាប់មកពេលខ្លះអ្នកអាចនឹងឃើញដល់រឿងដែលបានកើតឡើងមុននឹងតែអ្នកត្រូវយកឈ្នះលើវាឲ្យបានព្រមនោះ Sampras បាននាំមុខ5ពិន្ទុបន្ទាប់មកពីពិន្ទុបន្ថែមទៀតគេបានយកឈ្នះនៅលើវគ្គទី2ហើយក៏អាចបន្តទៅមុខទៀតបានRoden និយាយថាយប់នោះ Sampras បានបង្ហាញពីសមត្ថភាពទាំងអស់របស់បុគ្គលដែលគ្រប់គ្នាឲ្យឈ្មោះថាជាវីរបុរសការចាញ់នៅវគ្គទី1គេជឿចាប់រហូតពីទៅនឹងចាញ់ទៅហើយគេអាចក្រោកឈរឡើងវិញបានហើយក៏ទទួលបានជ័យជំនះនៅវគ្គចុងក្រោយ Jackie Joyner Kersee បានលើកទឹកចិត្តខ្លួនឯងនៅពេលដែលនាងត្រូវបានគេវាយប្រហារដោយជំងឺហឺតកំឡុងពេលប្រកួតពានរង្វាន់ពិភពលោកចុងក្រោយរបស់នាងពេលនោះគឺពេលនាងកំពុងតែរត់ឡើងចម្ងាយ800ម៉ែត្រដែលជាព្រឹត្តិការណ៍ចុងក្រោយនៃការប្រកួត Heptathlon នៅពេលដែលនាងមានអារម្មណ៍មិនស្រួលឡើងមកនាងប្រាប់ខ្លួនឯងថាធ្វើដំណើរទៅមុខទៀតវាមិនអីទេដូច្នេះត្រូវតែបន្តឯងនឹងមិនអាចធ្វើបានទេមិនមានអ្វីមកអាចវាប្រហារឯងបានឡើយឯងមានខ្យល់គ្រប់គ្រាន់ឯងមានយកឈ្នះ what the fuck
ឯងអាចយកឈ្នះលើវាបានឯងត្រូវតែរត់ឲ្យបានលឿនបំផុតក្នុងចម្ងាយ200ម៉ែត្រទៀតនេះជាគីខ្ញុំបាននាំផ្លូវខ្លួនឯងរហូតដល់ទទួលជ័យលាភីខ្ញុំបន្តថាខ្ញុំសូមនិយាយថានេះគឺជាជ័យជំនះដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំបើគិតពីការប្រកួតគ្រប់ប្រភេទដែលខ្ញុំបានធ្លាប់ចង់បានប្រសិនបើខ្ញុំពិតជាចង់បានវាមែនខ្ញុំត្រូវតែប្រឹងប្រែងយកវាឲ្យបាននៅក្នុងការប្រកួតអូឡ িম্প ិកលើកចុងក្រោយរបស់នាងរឿងដ៏គួរឲ្យខ្លាចមួយបានកាលឡើយរបួសសរសៃសាច់ដុំដ៏ធ្ងន់ធ្ងរបានបង្ខំឲ្យនាងដកខ្លួនចេញអំពីអេបថាលិននាងពិតជាក្រិចខ្ទាំអស់ហើយនាងមិនអាចចូលរួមក្នុងព្រឹត្តិការណ៍ Signature Event របស់នាងបានទេតែប៉ុន្មានថ្ងៃក្រោយមកនាងនៅតែអាចចូលរួមក្នុងការប្រកួតលោតចម្ងាយទៀតឬការលោត5លើកដំបូងរបស់នាងបញ្ជាក់ថានាងមិនអាចរួចទេតែការលោតលើកទី6បាននាំមេដាយសម្រាប់មកឲ្យនាងដែលវាមានតម្លៃជាងមេដាយប្រាក់ដែលនាងធ្លាប់បានទៅទៀតខ្ញុំពោលថាកម្លាំងក្នុងការលោតលើកទី6នេះគឺបានមកពីសេចក្តីខូចចិត្តនិងរឿងជាច្រើននៅក្នុងពេលរាប់ឆ្នាំកន្លងមកនេះខ្ញុំនឹងប្រមូលផ្ដុំការជឿចាប់ទាំងឡាយហើយប្រែខ្លាយវាទៅជាកម្លាំងដ៏មហិមាក្នុងការប្រកួត Joyner Kersey ក៏បានបង្ហាញពីសមត្ថភាពនៃភាពជាវីរនារីផងដែរការប្រកួតការជឿចាប់នេះនឹងដួលទៅហើយបានត្រឡប់មកវិញដោយជ័យជំនះនៅទីបញ្ចប់